ស្ដីបងប្អូននៅព្រឹកថ្ងៃទី12ខែកញ្ញាឆ្នាំ2025រដ្ឋបាលស្រុកសណ្ដានលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដានកងកម្លាំងទាំង3មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកសណ្ដានក្រុមប្រឹក្សាឃុំសណ្ដានបានមូលមតិគ្នារៀបចំកម្មវិធីដាំកូនឈើឡើងវិញដែលមានទីតាំងចាប់ពីចំណុចគល់ស្ពានឆ្លងស្ទឹងសែនឆ្ពោះទៅត្រង់សាលារៀនភូមិខ្មែរទឹកដីឃុំងននេះជាសកម្មភាពលោកអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដានបានរៀបចំក្រុមការងារដើម្បីដាំកូនឈើទៅតាមគោលដៅដែលបានកំណត់ហើយសកម្មភាពនេះគឺកំពុងតែបាទដាក់ជញ្ជូនកូនឈើនៅលើរថយន្តដើម្បីបន្តដឹកទៅតាមគោលដៅដែលបានត្រូវដាំបាទហើយកងកម្លាំងក៏ដូចជាក្រុមការងារយើងបានកំពុងតែខ្នះខ្នែងមមាញឹកបាទដុតដៃដុតជើងហើយរៀបចំដាំកូនឈើនៅតាមអងសងខាងផ្លូវដែលដោយដែលខ្ញុំបានជម្រាបជូនហើយបាទគឺចាប់ពីចំណុចគល់ស្ពានឆ្លងស្ទឹងសែនឆ្ពោះទៅចិត្តសាលារៀនភូមិខ្មែរនៅក្នុងឃុំងនហើយក្រុមការងារនឹងបន្តដាំជាដំណាក់កាលបន្តទៀតបាទហើយថ្ងៃនេះគឺយើងនឹងដាំទៅតាមគោលដៅដែលបានកំណត់សិនបាទដោយសារយើងដាំទៅតាមគោលដៅដែលមានការចាំបាច់បាទហើយការដាំកូនឈើនេះគឺដើម្បីកែលម្អសោភ័ណភាពបាទនៅតាមទីប្រជុំជនក៏ដូចជាអមសងខាងផ្លូវនានាដែលប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវបាទនៅក្នុងទីរួមស្រុកយើងហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅអមសងខាងផ្លូវនឹងមានការយោគយល់ទៅលើអាជ្ញាធរក៏ដូចជាក្រុមការងារដែលបានដាំកូនឈើនៅតាមមុខផ្ទះរបស់បងប្អូនបាទហើយបងប្អូនជួយថែរក្សាផងបាទកូនឈើដែលក្រុមការងារយើងដាំនឹងជួយថែរក្សាបាទឲ្យបានធំធាត់ល្អផងពីព្រោះថាផ្ដល់នូវសារៈប្រយោជន៍ច្រើនណាស់បាទទី1គឺនៅមុខផ្ទះបងប្អូនគឺមានដើមឈើដែលផ្ដល់នៅម្លប់ត្រឈឹងត្រឈៃបាទទី2គឺធ្វើឲ្យនៅមុខផ្ទះបងប្អូនមានបរិស្ថានក៏ដូចជាសោភ័ណភាពស្អាតបាទគឺផ្កាចេញមកគឺស្អាតតែម្ដងបាទទី4គឺធ្វើឲ្យអារម្មណ៍បងប្អូនបាទមានភាពស្រស់ស្រាយនៅពេលដែលចេញមកមុខផ្ទះបងប្អូនឃើញដើមឈើដែលមានផ្កាស្រស់បំព្រងអញ្ចឹងគឺធ្វើឲ្យអារម្មណ៍បងប្អូនស្រស់ស្រាយបាទហើយសុខភាពរបស់បងប្អូនក៏ល្អទៅតាមនឹងដែរបាទហើយម្យ៉ាងទៀតគឺនៅក្នុងស្រុករបស់យើងបាទនៅតាមទីប្រជុំជនរបស់យើងគឺមានសោភ័ណភាពល្អស្អាតដោយសារយើងមានកូនឈើហើយដាំដើម្បីកែលម្អបាទនៅអមសង្ខាងផ្លូវក៏ដូចជាទីសាធារណៈនានាយើងឃើញហើយបាទថ្នាក់ដឹកនាំរដ្ឋបាលស្រុកសណ្ដានលោកអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដាននឹងខិតខំបាទអនុវត្តការងារទៅតាមទូនាទីបាទដែលជាថ្នាក់ដឹកនាំបាទតាមដំណាក់កាលហើយសូមបងប្អូនមេត្តាយោគយល់បាទព្រោះការងារនេះបាទយើងធ្វើទៅតាមដំណាក់កាលបាទយើងមិនអាចថាដាំក្នុងរយៈពេលតែមួយថ្ងៃគឺឲ្យបានពេញគ្រប់ទីកន្លែងបានទេបាទគឺយើងដាំជាបន្តបន្ទាប់បាទហើយយើងអាជ្ញាធរតាក់ទងខាងជំនាញបាទដើម្បីទទួលបានកូនឈើដើម្បីយកមកដាំនៅតាមទីប្រជុំជនដើម្បីឲ្យសោភ័ណភាពនៅក្នុងស្រុករបស់យើងមានសម្រស់កាន់តែស្រស់ស្អាតបាទហើយថ្នាក់ដឹកនាំរបស់រដ្ឋបាលស្រុកនឹងធ្វើជាដំណាក់កាលជូនបងប្អូនបាទហើយតួយ៉ាងថ្ងៃនេះគឺសកម្មភាពក្រុមការងារបាទមានលោកអភិបាលរងប្រធានក្រុមប្រឹក្សាស្រុកកងកម្លាំងទាំង3ហើយក្រុមប្រឹក្សាឃុំសណ្ដាននិងកាយឡៃអង្គភាពចំណុះរដ្ឋបាលស្រុកបាទបានរួមគ្នាបាទចូលរួមដាំកូនឈើឡើងវិញបាទនេះគឺប្រភេទកូនកង្កោកបាទហើយនឹងមានកូនឈើប្រភេទផ្សេងជាច្រើនទៀតដែលបានដាំបាទនេះព្រឹកនេះបាទហើយសកម្មភាពទាំងអស់នេះគឺសបញ្ជាក់ឲ្យឃើញថាថ្នាក់ដឹកនាំរដ្ឋបាលស្រុក
គឺមានការយកចិត្តទុកដាក់បាទទៅលើការងារបរិស្ថានបាទផ្នែកសុខភាពអនាម័យបាទហើយកូនឈើទាំងអស់នេះបាទនៅពេលដែលយើងដាំបានគឺបំរើឲ្យផលប្រយោជន៍ច្រើនណាស់បាទទី1គឺយើងបានម្លប់ទី2គឺយើងបានផ្កាបាទដែលមានសោភ័ណភាពស្រស់បំព្រងបាទទី3គឺធ្វើឲ្យអារម្មណ៍បាទអនាម័យបរិស្ថានធ្វើឲ្យអារម្មណ៍មនុស្សយើងបាទគឺល្អបាទទៅតាមនឹងដែរបាទហើយទី3គឺវាបញ្ចេញមកវិញនៅឧស្ម័នអុកស៊ីហ្សែនសម្រាប់ឲ្យមនុស្សសត្វបាទស្រូបយកដកដង្ហើមឲ្យមានជីវិតរស់ឡើងវិញផងដែរបាទហើយមួយទៀតគឺយើងទាំងអស់គ្នាបណ្ដុះនៅឆន្ទៈក៏ដូចជាគំនិតក្នុងការចូលរួមថែរក្សាស្រឡាញ់នៅធម្មជាតិបរិស្ថាននៅជុំវិញខ្លួនយើងបាទដូចដែលថ្ងៃនេះគឺថ្នាក់ដឹកនាំរដ្ឋបាលសុខសន្តានក្រមប្រឹក្សាសុខសន្តានក៏ដូចជាកងកម្លាំងនិងមន្ត្រីរាជការដាំថ្ងៃនេះគឺដើម្បីបណ្ដុះគំនិតបងប្អូនប្រជាពលរដ្ឋផងដែរដើម្បីឲ្យបងប្អូនយើងចូលរួមថែរក្សាស្រឡាញ់នៅធម្មជាតិស្រឡាញ់នៅបរិស្ថានហើយចូលរួមសម្អាតនៅបរិស្ថានមិនថាតែបរិស្ថាននៅទីឆ្ងាយទេបងប្អូនបាទគឺបរិស្ថាននៅជុំវិញយើងគឺនៅជុំវិញផ្ទះយើងតែម្ដងខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា